បាទចាសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវិសាលនៅក្រុម U30 អញ្ចឹងនេះខ្ញុំនិយាយពី GitLab របស់ខ្ញុំមួយគឺនៃការ configure Magnetic ទៅលើ VLAN អញ្ចឹងនេះផ្លែកដោយសាររដងខ្ញុំ configure តាមជា switch and manage មានន័យថាយើងគ្រាន់តែដោតខ្សែពី Magnetic យើងទៅធ្វើឲ្យ switch ហ្នឹងវាបោះ IP មកឲ្យ client បានហើយអញ្ចឹងនេះផ្លែកគឺខ្ញុំយក switch manage ទៅ switch អាចគ្រប់គ្រងទៅលើ IP បានគឺជា switch Cisco មានន័យថា switch នេះតើយើង config ទៅបានវាអាចបោះ IP ទៅឲ្យ client កើតអញ្ចឹងអា switch នេះយើងអាចចូលបើយើងអត់មានទេយើងចូលមកក្នុងនេះមកយើងចុច new template ទៅយើងទៅ next វារហូតទៅយើង next ហើយយើងមាន file យើង import file ចូលត្រង់នេះខ្ញុំអត់detail ទៅលើការadd template អីចូលទេពីព្រោះខ្ញុំធ្លាប់ប្រាប់ពីមុនមកហើយអញ្ចឹងនេះខ្ញុំគ្រាន់តែចូលមកក្នុង Winbox របស់ខ្ញុំដែលវាភ្ជាប់មកកាន់ ISP ខ្ញុំចូល Winbox ខ្ញុំ scan វាខ្ញុំគាត់ទៅចូលដោយសារខ្ញុំមាន configuration ចាស់ខ្ញុំដាក់ password សិនមកជា default ផងហ្នឹងអត់ត្រូវមាន password ទេចឹងខ្ញុំ share reset ចោលគឺខ្ញុំយកអញ្ចឹងមកតែឥឡូវខ្ញុំមើលMagnetic ខ្ញុំគឺមានចាប់ IP មកបាននៅចាប់ពី auto ពី ISP ឃើញថាវាចាប់មក auto បានហើយចឹងខ្ញុំទៅអាសាញ IP មកកាន់ Winbox មួយទៅកាន់ switch មួយទៀតព្រោះMagnetic យើងភ្ជាប់មាន2ខ្សែគឺ 10.10.10.1/30 10.1/30 មកកាន់ Magnetic តាម interface ទី4 apply អូខេប៉ុន្តែមកត្រង់ switch នេះវិញយើងអត់ធ្វើតាម interface ទេគឺយើងធ្វើតាម VLAN មានន័យថាយើងមានមួយ port វាអាចបំបី IP បានច្រើនយើងធ្វើអញ្ចឹងខ្ញុំអាចចូលទៅក្នុង interface ខ្ញុំរកពាក្យថា VLAN ខ្ញុំមកជាសញ្ញាបូក1ខ្ញុំរើសយើងមាន VLAN 10ដល់ VLAN 40អញ្ចឹងខ្ញុំ VLAN 10ឈ្មោះយើងដាក់អីក៏បានដែរប៉ុន្តែជាធម្មតាយើងគួរតែដាក់វាដូចគ្នាទៅដើម្បីសូមចំណាំអីដែលសំខាន់គឺត្រង់នេះ VLAN ID យើងអាចដាក់ខុសពីវាបានទេព្រោះយើងមាន VLAN 40យើងដាក់40ទៅពីព្រោះកាលណាយើងដាក់ខុសវាអត់ដំណើរការទេនៅលើ interface មកកាន់ switch គឺតាម Ethernet ទី2ខ្ញុំ select Ethernet ទី2មក apply អូខេខ្ញុំបង្កើតមួយទៀតVLAN 20 VLAN ID នេះគឺมันគឺដាច់ខាតគឺកុំឲ្យវាខុសតែកាលណាខុសគឺវាអត់ដើរ apply អូខេVLAN 30 VLAN ID គឺ30ដែរទៅលើ interface ទី2 apply អូខេខ្ញុំអាសាញមួយទៀតគឺ VLAN 40 VLAN ID គឺ40 interface ទី2 apply អូខេបន្ទាប់ខ្ញុំបានប៉ុណ្ណឹងហើយខ្ញុំត្រូវអាសាញ IP នៅលើ VLAN ខ្ញុំលេងអាសាញនៅលើ interface ទៀតហើយពីព្រោះចង់ឲ្យ interface ហ្នឹងបានបោះ IP បានច្រើនអញ្ចឹងខ្ញុំចូល192.168.10.1/30នេះគឺ IP ដែលគេផ្ដល់ដែលលោកគ្រូបានផ្ដល់ឲ្យទៅលើខ្ញុំអត់ជ្រើ interface ទេគឺយក VLAN ម្ដង VLAN 10 apply អូខេចឹងអានេះខ្ញុំ copy មកទៅលឿន copy ខ្ញុំគ្រាន់តែកែបន្តិចមក10.2 មកខ្ញុំគុំសុំតោះខ្ញុំកែនៅលើ VLAN បន្ថែម0.20.1 នៅ VLAN 20 apply អូខេខ្ញុំអត់បាន copy ខ្ញុំភ្លេច copy មិញខ្ញុំ copy មកវិញ VLAN 10 apply អូខេខ្ញុំcopy មួយទៀត VLAN 30 VLAN 30 apply អូខេខ្ញុំ copy មួយទៀតគឺ VLAN 40ចុះឥឡូវខ្ញុំមើលខ្ញុំបានបង្កើត VLAN ទាំងអស់4គឺ VLAN 10 20 30 40
Chẳng anh ấy nhưng mà thời thôi thì thế anh ấy nhưng xong skipវាសិនខ្ញុំចូលមកក្នុង marketing ដល់វាដើរតួជា DHCP server ហើយវាបោះ IP មកកាន់ ad router ហ្នឹងខ្ញុំចូលខ្ញុំដាក់ password ថ្មីហើយខ្ញុំចូល IP ចូល IP address ខ្ញុំអាសាញ 10.10.10.2/30 ទៅលើ interface ទី4 apply អូខេចឹងនេះខ្ញុំដើរតួជា server អញ្ចឹងខ្ញុំគ្រាន់តែធ្វើ server ឲ្យវាទៅ IP DHCP server ខ្ញុំ set up interface ទី4ខ្ញុំសុំលឿនទៅដោយសារយើងត្រូវ configure ច្រើនទៀតអញ្ចឹងខ្ញុំសុំដូចជាលឿន 8.8 ចឹងខ្ញុំអាច ping ខ្ញុំអាចតែ ping ខ្ញុំចូល tool ចង់ដឹងថា server ពីរហ្នឹងអាចតែទៅគ្នាបាននៅចូល tool ចូល ping ខ្ញុំ ping ទៅកាន់ server adapter ឃើញតែវាស្គាល់ហើយចឹងខ្ញុំចូលមកក្នុង adapter ឡើងវិញ adapter នេះខ្ញុំនឹងទៅធ្វើ DHCP relay ព្រោះអានេះខាង server អានេះផ្ដល់ឲ្យអានេះទទួលអញ្ចឹងអាទទួលគឺជា relay ខ្ញុំចូលមក relay ចូលមកខ្ញុំ relay 1គឺទៅតាម interface យក VLAN 10 DHCP server គឺ gateway ដែល server នេះផ្ដល់ឲ្យគឺ 10.2 របស់ server នេះ local address យើងចង់បោះ IP ប៉ុន្មានគឺ 192.168.10.1 apply អូខេនេះយើងធ្វើការ copy ទៅដើម្បីកុំឲ្យយូរ VLAN 2យើង VLAN 20 10.2.20 ម្ដង apply អូខេ copy មួយទៀត VLAN 30 IP គឺ ran 30 apply អូខេ copy មួយទៀតគឺ VLAN 40 VLAN 40 apply អូខេអញ្ចឹងខ្ញុំឃើញថាខ្ញុំបានបង្កើត relay ចំនួន4ហើយមាន10 20 30 40អូខេអញ្ចឹងខ្ញុំទៅបកខ្ញុំទៅធ្វើ NAT ដើម្បីឲ្យវាដល់អ៊ីនធឺណិតឲ្យ client បានចូល NAT ខ្ញុំ add មួយចូល action ខ្ញុំយក action យក MySQLite apply អូខេអញ្ចឹងmarketing ខ្ញុំពេលនេះគឺចប់តែប៉ុណ្្នឹងហើយខ្ញុំចូលមក config នៅលើ switch បន្តិចម្ដងគឺចូលនៅក្នុង Cisco អានេះ default របស់ Cisco យើងបើកមកគឺវាចេញអញ្ចឹងវាចេញ switch ខ្ញុំនឹងទៅធ្វើការបើក port គឺ enable គឺបើកដើម្បី config វាមកអញ្ចឹងអានេះខ្ញុំនឹងទៅ config terminal ខ្ញុំចូល config បើយើងវាយពាក្យ config terminal ទើបបើយើងអាច config ទៅលើ switch នឹងបានអញ្ចឹងខ្ញុំដាក់ឈ្មោះវា host name គឺសូមដាក់វា d switch អានេះ switch មួយនេះ d switch ហ្នឹងគឺខ្ញុំដាក់ឈ្មោះឲ្យវាណា d switch ហើយខ្ញុំធ្វើការ enter ខ្ញុំឃើញថាខ្ញុំបានឆែកឈ្មោះហើយអញ្ចឹងខ្ញុំនឹងទៅខ្ញុំចង់ឲ្យវាបោះ VLAN ចំនួន4ឲ្យអាហ្នឹងបោះ VLAN មកឲ្យ client ចំនួន4គឺ10 20 30 40ខ្ញុំចូល VLAN 10ខ្ញុំចូលខ្ញុំចេញក្រៅវិញចូល exit ចូល VLAN 20ខ្ញុំ exit មួយទៀតខ្ញុំចូល VLAN 30ខ្ញុំចេញក្រៅមួយទៀតខ្ញុំចូល VLAN 40ខ្ញុំចេញក្រៅអូខេចឹងខ្ញុំធ្វើប៉ុណ្ណឹងហើយខ្ញុំទៅធ្វើត្រាំង port ឲ្យវាខ្ញុំចូលទៅក្នុង interface G 0/0យើងឃើញថា switch យើងបានមានខ្សែមកកាន់ router តាមរយៈខ្សែ G0/0 G00 ខ្ញុំចូលទៅក្នុង switch port mode ត្រាំងខ្ញុំ switch port ត្រាំង allow
allow VLAN top 20 30 និង40មានន័យថាខ្ញុំបើកឲ្យ VLAN ហ្នឹងដំណើរការ VLAN ទាំង4ហ្នឹងអញ្ចឹងខ្ញុំចេញក្រៅវិញមកខ្ញុំចេញក្រៅហើយខ្ញុំចូលទៅក្នុង config មកកាន់ខ្សែចូលខ្ញុំ check មើលសិន config មកកាន់នេះម្ដងមកកាន់ switch ទី3និងទី2និងទី3ម្ដងអញ្ចឹងខ្ញុំចូលមកក្នុងតាមរយៈមក switch នេះតាមរយៈ G01 និង G02 អញ្ចឹងខ្ញុំ config G01 សិនមកខ្ញុំចូលទៅក្នុង interface G01 G01 ខ្ញុំចូល switch port mode ត្រាំងគឺ switch port ត្រាំង allow VLAN ខ្ញុំចង់ឲ្យអា switch នេះបោះតែពីរ VLAN ទេ VLAN 10និង VLAN 20ខ្ញុំយកតែ VLAN 10 VLAN 20មកបានហើយ VLAN 10 VLAN 20ហើយខ្ញុំ exit ចេញក្រៅមកវិញអូខេឥឡូវខ្ញុំចេញក្រៅហើយអញ្ចឹងខ្ញុំនឹងទៅធ្វើទៅកាន់ G02 ម្ដង G02 ខ្ញុំចូលមកក្នុងinterface G02 ខ្ញុំ switch port modeត្រាំងគឺខ្ញុំបើក allow port មក switch port ត្រាំងនេះយើងកុំព្យាយាមវាយទាំងអស់យើងគូតែវាយ tab ទៅបើសិនបើវាមានពាក្យនៅក្នុងហ្នឹងគឺវាចេញមកហើយខ្ញុំ allow G02 នេះខ្ញុំចង់ឲ្យវាបោះ30 40អញ្ចឹងខ្ញុំ allow តែ VLAN 30 VLAN 40បានហើយ30និង40ហើយខ្ញុំចេញក្រៅវិញបន្តមកទៀតនេះខ្ញុំអត់ធ្វើអីទៀតទេគឺមានប៉ុណ្ណឹងខ្ញុំចូលមកក្នុង switch នេះម្ដង switch ទី2ខ្ញុំ enter ដើម្បីឲ្យវាដើរអស់សិនយើងធ្វើដូចគ្នាយើងគ្រាន់តែចូល enable មានន័យថាយើងបើកនៃការ configuration ហ្នឹងមក config terminal ខ្ញុំដាក់ឈ្មោះឲ្យវាគឺ hostname ខ្ញុំដាក់ACC ខ្ញុំដាក់ switch ទី1អញ្ចឹងខ្ញុំទៅធ្វើការបើក VLAN ដូចគ្នាខ្ញុំចូលដល់ក្នុង VLAN 10ខ្ញុំ exit ខ្ញុំដាក់ VLAN 20ហើយខ្ញុំចេញក្រៅដែរខ្ញុំ exit វាវិញមកខ្ញុំធ្វើអញ្ចឹងមានន័យថាខ្ញុំកំពុងតែបើក port VLAN ដើម្បីវាដំណើរការអញ្ចឹងខ្ញុំទៅធ្វើត្រាំង port ឲ្យវិញខ្ញុំចូលទៅក្នុង interface G ឥឡូវខ្ញុំមើលសិនខ្ញុំមើល G00 ឡើងយើងមើល switch យើងឡើងទៅកាន់ switch ដែលបោះឲ្យមកយើងតាមរយៈ G00 អញ្ចឹងខ្ញុំចូលមកក្នុង G00 មកខ្ញុំទៅការ switch port mode ត្រាំងឲ្យវា switch port mode ត្រាំងបន្តមកទៀតខ្ញុំធ្វើការ allow ឲ្យវាមកខ្ញុំ switch port ត្រាំង allow ខ្ញុំចង់ឲ្យវា allow VLAN 10និង VLAN 20 10និង 20ចឹងហើយខ្ញុំចេញក្រៅវិញ exit ចឹងចំពោះPC ទី1ឥឡូវអានេះខ្ញុំបានធ្វើវាឡើងមកកាន់ switch នេះតាម G00 ហើយខ្ញុំចង់ឲ្យវាបោះ IP មកកាន់
client តាមរយៈ G01 និង G02 ចឹងនេះខ្ញុំអត់មានធ្វើអីទេខ្ញុំគ្រាន់តែចូលមកក្នុងហ្នឹងហើយខ្ញុំគ្រាន់តែវាយពាក្យ interface G01 តោះមកទៀតខ្ញុំធ្វើការបើក switch port វាមក switch port mode ត្រាំងមក switch port mode ត្រាំង switch port mode access មិនយើងមិនមែនជា switch port mode ត្រាំងទេគឺ access ម្ដង switch port mode access ទៅវិញ switch port access VLAN 10 នេះវាខុសពី marketing យើងព្រោះបើ marketing យើងនៅ client នេះយើងមិនចាំធ្វើអីទេគឺវាបោះ auto តែម្ដងអានេះវាអត់ទេយើងត្រូវធ្វើ config គឺវាដូចគ្នាយើង marketing យើងបើយើង assign IP assign interface ក៏វាបោះមកដែរ VLAN 10ហើយខ្ញុំ exit មកវិញមកចឹងខ្ញុំមើល PC 2 PC 2ខ្ញុំចង់ឲ្យវាចាប់បាន LAN 20ចឹងខ្ញុំធ្វើដូច PC ទី1ដែរគឺ interface G 0/2 ទៅពេល switch port mode access គឺនេះ port mode access ខ្ញុំ enter តាមមកទៀតខ្ញុំធ្វើការ switch access VLAN ខ្ញុំចង់ឲ្យវាបើក VLAN 20ចេញដាក់លេខ20មកតាមមកទៀតខ្ញុំចេញក្រៅវិញខ្ញុំ exit